គ្រាន់តែបញ្ចេញក្បាលវីដេអូមកធ្វើឲ្យនាងខ្ញុំអ្នកបញ្ចូលសលេងម្ដងទៀតនឹងមានការឃ្លានជាខ្លាំងបងប្អូនមកមុខនឹងនាងខ្ញុំសូមឲ្យ10លើក10ភ្លាដើមចេកបងប្អូនឲ្យនិយាយថាលើកទី1សម្រាប់នាងខ្ញុំវារសជាតិវាគឺឆ្ងាញ់ខ្លាំងមែនទែនហ្មងឥឡូវតោះខ្ញុំមកប្រាប់ពីរបៀបធ្វើយើងដាំទឹកមកឲ្យពុះយើងដាក់គល់ក្រៃលក្រូចហើយយើងដាក់ជាមួយនឹងគ្រឿងក្នុងជ្រូករបស់យើងគ្រឿងក្នុងជ្រូកបងប្អូនយកជាមួយកាពះជាមួយបេះដូងមួយអីទៅកលៀនអីទៅហើយសាច់តិចទៅក៏វាឆ្ងាញ់ហើយយើងដាក់ជាមួយនឹងប៊ីចេងតិចអំបិលតិចទៅណាហើយយើងទុកវាឆ្អិនទៅបន្ទាប់មកទៀតយើងមកហាន់ជាមួយនឹងស្លឹកគ្រៃរបស់យើងស្លឹកគ្រៃយើងយក4-5គល់អីទៅណាបងប្អូនហើយយើងហាន់មកសំណំទៅយើងកុំហាន់តិចពេកកុំហាន់ច្រើនពេកចឹងហាន់ស្អាតស្ដាប់ដូចក្នុងវីដេអូហ្នឹងហើយជីដែលត្រូវខ្លាំងជាងគេគឺជីថ្ពាល់ត្រីបងប្អូនមួយមុខហ្នឹងគឺនាងខ្ញុំដាក់ជីថ្ពាល់ត្រីនិងជីស្លឹកវែងហើយជីស្លឹកវែងហ្នឹងនាងខ្ញុំអត់ហាន់ទេនាងខ្ញុំចិត្តយកដៃបេះច្បាច់អញ្ចឹងបងប្អូនកាលដែលយើងបេះអញ្ចឹងវាអត់ធ្វើឲ្យជីរបស់យើងវាឡើងទុកខ្លាំងហើយដល់ពេលដែលយើងបេះជីទុករួចឲ្យហើយយើងមកហាន់សាច់របស់យើងសាច់ហ្នឹងគឺវានៅក្តៅបងប្អូនឃើញហុយហេគឺនាងខ្ញុំហាន់បដាគឺចង់លាដៃបដាប៉ុន្តែនិយាយពីថាក្នុងការហាន់បដាអីបដាហ្នឹងគឺប្តីនាងខ្ញុំហ្នឹងគឺគាត់ចង់រកភ្លក់បដាវាទ្រាំអត់បានវាឃើញអាគ្រឿងក្នុងជ្រូកណាមួយក្តៅផងមាននាងខ្ញុំហាន់បដាផងភ្លក់បដាផងហ្នឹងហើយនេះជាដើមចេកបងប្អូនដើមចេកហ្នឹងនៅពេលដែលយើងយកមកធ្វើជាមួយនឹងភ្លាដើមចេកគឺយើងត្រូវការដើមចេកគ្រាប់ប៉ុន្តែសម្រាប់ដើមចេកដូចជាដើមចេកណាំវ៉ាខ្ញុំអត់ដឹងថាញ៉ាំកាតអត់ទេព្រោះនាងខ្ញុំភាគច្រើនគឺយកដើមចេកគ្រាប់យកមកធ្វើណាហ្នឹងហើយផ្លេចមួយទៀតដើមចេកហ្នឹងគឺយើងហាន់ដាក់អំបិលយើងត្រាំអំបិលជាមួយនឹងក្រូចឆ្មាផងដើម្បីកុំឲ្យវាខ្មៅហើយនេះយើងយកប្រហុកមកត្រាំលាយជាមួយនឹងគល់ក្រៃរបស់យើងចាំលាយជាមួយម្ទេសហើយជាមួយនឹងខ្ទឹមសហ្នឹងធម្មតានាងខ្ញុំហាន់បដាច្រាំបដាប្តីនាងខ្ញុំបកបដាអញ្ចឹងក៏ដាក់ចូលបដាទៅហើយខ្ទឹមសហ្នឹងដាក់ចូលប្រហែលជា4-5កំពឹសបងប្អូនហើយយើងចាំវាឲ្យម៉ត់ទៅណានេះដូចក្នុងវីដេអូហ្នឹងជាដើមហើយសម្រាប់អាទេសដែរបើបងប្អូនចង់ឲ្យហឹរខ្លាំងដាក់4-10គ្រាប់ទៅតាមតបងប្អូនទៅណាហើយនៅពេលដែលយើងច្រាំបានម៉ត់អីហើយចាំយើងដាក់ចូលជាមួយនឹងប៊ីចេងជាមួយនឹងស្ករ2លាបព្រាហើយស្ករត្នោតមួយចុងលាបព្រាមកប៉ុណ្ណឹងគឺមកល្មមអត់បាក់ថែមថយទេបងប្អូនហើយយើងចាក់ទឹកក្តៅចូលបន្តិចទៅណាអញ្ចឹងនៅពេលហ្នឹងហើយយើងក៏នេះទៅយើងកូរវាឲ្យលាយសព្វមកហើយមិនហ្នឹងគឺនាងខ្ញុំភ្លេចដាក់ជាមួយនឹងរំដេងអញ្ចឹងរំដេងហ្នឹងគឺយើងត្រូវការស្លាយវាហើយយើងច្រាំវាឲ្យម៉ត់ណាហើយយើងភ្លក់មើលថារសជាតិប៉ុណ្ណឹងយើងទូបានហើយនៅសម្រាប់អ្នកដែលថាចូលចិត្តផ្អែមខ្លាំងដាក់ផ្អែមថែមទៀតទៅតែសម្រាប់នាងខ្ញុំប៉ុណ្ណឹងគឺល្មមហើយណាហើយសម្រាប់ក្រូចឆ្មានាងខ្ញុំដាក់ប្រហែលជា3ផ្លែតែឥឡូវគឺយើងគ្រឿងផ្សំរបស់យើងគឺយើងរួចអស់ហើយអញ្ចឹងយើងមកដាក់បញ្ចូលណាយើងមានដើមចេកយើងមានជីហើយជាមួយសាច់ដែលយើងបានហាន់មុនហ្នឹងហើយយើងដាក់បញ្ចូលវាមកហើយយើងដាក់ម្ទេសបន្ថែមពីក្រៅទៀតមកនេះហ្នឹងគឺសណ្តែកដីបងប្អូនខ្ញុំនិយាយមែនណាដូចខ្ញុំនិយាយពីខាងដើមវីដេអូខ្ញុំឲ្យ10លើ10ប៉ុន្តែហាមញ៉ាំនឹងដៃបើញ៉ាំដៃគឺស្អុយចូលកញ្ចក់ហើយអាថ្ងៃមុនណាខ្ញុំចង់ស្អីតែខ្ញុំញ៉ាំផ្ទាល់មិនដែរខ្ញុំខ្ជិលញ៉ាំចង្កឹះហ៎មានណាវាស្អុយជាប់ចូលក្នុងកញ្ចក់លៀងហើយក៏ទៅស្អុយជាប់ដែរដល់ពេលអញ្ចឹងទៅខ្ញុំដេញឲ្យកូនខ្ញុំអត់ហិតគាត់កិច្ចអូយកិច្ចនិយាយថាសើចចង់សើចហ្នឹងហើយបងប្អូននេះឃើញអត់និយាយពីថាឆ្ងាញ់ខ្លាំងខ្ញុំហ៊ាននិយាយអញ្ចឹងហ្មងណាហើយបងប្អូនអាចយកទៅធ្វើសាកញ៉ាំបានហើយបើសិនជាឆ្ងាញ់ឬមិនឆ្ងាញ់អាចខមមិនក្រោមវីដេអូរបស់នាងខ្ញុំប៉ុន្តែសម្រាប់នាងខ្ញុំគឺថាឆ្ងាញ់ខ្លាំងណាហ្នឹងហើយឥឡូវគឺយើងដល់វគ្គញ៉ាំហើយអញ្ចឹងបងប្អូនគឺមកអញ្ជើញពិសាជាមួយនឹងខ្ញុំមើលតែមាត់អ្នកញ៉ាំគឺដឹងហើយថារសជាតិយ៉ាងម៉េចដែរគ្រួសាររបស់នាងខ្ញុំគឺថាអូខេអូនឆ្ងាញ់ហើយគេលើកមេដាយហើយកូនរបស់នាងខ្ញុំគិតតែចេញមកពីរៀនអញ្ចឹងនេះនិយាយពីថានិយាយបដាលេបទឹកមាត់បដាឲ្យតែរបស់ណាឆ្ងាញ់ដឹងតែខ្លួនឯងលេបទឹកមាត់ហើយអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នារកការចូល like ចូល view ចូល share វីដេអូរបស់នាងខ្ញុំណាមានតែពាក្យថាអរគុណ